នាំគ្នាបាទប្រមូលផ្ដុំគ្នាជាក្រុមមិនចេះតិចគ្នាបាទប្រិមិត្តយកថង់ច្រកទឹកឲ្យជីបដិញគ្នាដេញគប់គ្នាបាទប្រិមិត្តយ៉ាងអាណាធិបតេយ្យផ្ទាល់តែម្ដងគេគប់ខ្ញុំឡើងតាមជោគអត់ហើយបានគប់ទេតែទៅលេងដែរហើយយប់ស្មានហ្នឹងអត់ដេកអត់ពួនហើយនាំគ្នាចេញមកក្រៅគប់ទឹកគប់អីពេលហ្នឹងខ្ញុំនៅសាកណ្ដាលខ្ញុំជិះមកវត្តបតុមហ្នឹងតែដឹងមិនគេគប់ទៅដោយខ្ញុំដែរដែរហើយអត់ចេះខ្លាចគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹងខ្ញុំអត់បានគប់ទឹកទេណែនាំអប់រំពួកគាត់ហ្នឹងហើយកុំឲ្យមានថ្ងៃក្រោយទៀតព្រោះចូលឆ្នាំគេមានទីតាំងនៅក្នុងរាជធានីភ្នំពេញគេមានទីតាំងសម្រាប់គេលេងគឺវត្តភ្នំតែគេមានថ្ងៃរបស់គេពីថ្ងៃ12ដល់ថ្ងៃ16អញ្ចឹងឲ្យបងប្អូនទៅលេងនៅទីហ្នឹងបានមិនមែនឲ្យលេងតាមផ្លូវសាធារណៈឯងវាអាចប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរនៅតាមដងផ្លូវយើងសប្បាយខុសរឿងអាហ្នឹងចូលសប្បាយខុសរឿងពេលគ្រោះថ្នាក់បាត់បង់ជីវិតអ្នកណាទទួលខុសត្រូវសួរឥឡូវបងប្អូនហ្នឹងមានអីទទួលខុសត្រូវអត់ទេមែនទេហ្នឹងហើយអញ្ចឹងឈប់ថ្ងៃក្រោយបើចង់ទៅលេងវត្តភ្នំបងប្អូនទៅលេងបានដល់ថ្ងៃថ្នាក់ដឹកនាំក៏យកចិត្តទុកដាក់ដែរក្រសួងពាក់ព័ន្ធក៏គេផុសដែរបើលេងបងប្អូនឯងលេងយប់ឡើងលេងមើលម៉ោង7:03ហើយនាំគ្នាគប់ទឹកហើយមើលពេញទៅផ្លូវនោះសិតទឹកដឹងស្មោងបើយើងលេងក៏លេងខុសគោលដៅដែរទោះបីដល់ថ្ងៃយើងលេងក៏ត្រូវគេចាប់ដែរណាព្រោះវាអត់ចាំគោលដៅដែលគេត្រូវលេងគោលដៅដែលគេដាក់ឲ្យយើងលេងគឺវត្តភ្នំហើយដល់ថ្ងៃបងប្អូនមកលេងនៅហ្នឹងក៏គេចាប់ដែរឲ្យតែបងឯងហ៊ានលេងគេចាប់ហ្មងទើបតែឆ្លងចូលថ្ងៃទី8ខែមេសាទេនៅសល់ប្រហែលថ្ងៃទៀតនោះបានដល់ថ្ងៃពិធីបុណ្យប្រពៃណីជាតិខ្មែរណាដោយបងប្អូនហ្នឹងបាននាំគ្នាបាទប្រមូលផ្ដុំគ្នាជាក្រុមមិនចេះតិចគ្នាបាទប្រិមិត្តយកថង់ច្រកទឹកឲ្យជីបដិញគ្នាដេញគប់គ្នាបាទប្រិមិត្តយ៉ាងអាណាធិបតេយ្យផ្ទាល់តែម្ដងបាទដេញគប់ទឹកគប់អីហ្នឹងសួរថាពេលដែលត្រូវបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវហ្នឹងសួរថាមានបញ្ហាអ្វីដល់គាត់បាទប្រិមិត្តអាចបកកទៅជាគ្រោះថ្នាក់អីផ្សេងដែលយើងមើលមិនឃើញណាព្រោះនៅលើដងផ្លូវគឺសិតតែថង់តែម្ដងបាទប្រិមិត្តខ្ញុំគ្នាដេញគប់ជិះម៉ូតូដេញគប់ប្រសេប្រសាយពេញតែហ្នឹងអត់មានខ្វល់អីទាំងអស់ឲ្យតែខ្លួនឯងសុបាយអត់មានខ្វល់ពីអ្នកដតីអីសោះខ្វល់ពីជីវិតគេហើយសួរថាដល់ពេលគេមានបញ្ហាសួរថាបងប្អូនទាំងអស់ហ្នឹងគឺមកដោះស្រាយឬក៏មកធានាបាទប្រិមិត្តមកធានាលើជីវិតរបស់គាត់សូមគោរពអនុញ្ញាតជំរាបសួរប្រិមិត្តទូទស្សនិកជនជាទីមេត្រីបាទគណៈពេលនេះខ្ញុំបាទហៅមេសារួមទាំងក្រុមការងារកំពុងតែមានវត្តមាននៅចិត្តបាទវត្តបតុមផ្ទាល់តែម្ដងដែលនៅក្នុងសង្កាត់បាទទន្លេបាសាក់ខណ្ឌចកាមកខាងប៉ុស្តិ៍ទន្លេបាសាក់លោកបានចោះមកដើម្បីធ្វើការណែនាំបងប្អូនដែលជាក្មេងស្ទាវបន្ទាប់ពីមានសកម្មភាពបាទធ្វើការគប់ទឹកដេញគប់គ្នាបាទយ៉ាងអាណាធិបតេយ្យតាមដងផ្លូវតែម្ដងបាទប្រិមិត្តឥឡូវនេះទើបតែឆ្លងចូលថ្ងៃទី8ខែមេសាទេនៅសល់ប្រហែលថ្ងៃទៀតនោះបានដល់ថ្ងៃបាទពិធីបុណ្យប្រពៃណីជាតិខ្មែរណាដោយបងប្អូនហ្នឹងបាននាំគ្នាបាទប្រមូលផ្ដុំគ្នាជាក្រុមបាទមិនចេះតិចគ្នាបាទប្រិមិត្តយកថង់ច្រកទឹកឲ្យជីបដិញគ្នាដេញគប់គ្នាបាទប្រិមិត្តយ៉ាងអាណាធិបតេយ្យផ្ទាល់តែម្ដងបាទហើយបើសិនជាបាទនាំគ្នាបដិញគ្នាប្រសេប្រសាចដេញគប់ទឹកគប់អីហ្នឹងសួរថាពេលដែលត្រូវបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវហ្នឹងសួរថាមានបញ្ហាអ្វីដល់គាត់បាទប្រិមិត្តអាចបកកទៅជាគ្រោះថ្នាក់អីផ្សេងដែលយើងមើលមិនឃើញណាព្រោះនៅលើដងផ្លូវគឺសិតតែថង់តែម្ដងបាទប្រិមិត្តខ្ញុំគ្នាដេញគប់ជិះម៉ូតូដេញគប់ប្រសេប្រសាចពេញតែហ្នឹងអត់មានខ្វល់អីទាំងអស់បាទឲ្យតែខ្លួនឯងសុបាយអត់មានខ្វល់ពីអ្នកដតីអីសោះខ្វល់ពីជីវិតគេហើយសួរថាដល់ពេលគេមានបញ្ហាសួរថាបងប្អូនទាំងអស់ហ្នឹងគឺមកដោះស្រាយឬក៏មកធានាបាទប្រិមិត្តមកធានាលើជីវិតរបស់គាត់បាទមុននេះហ្នឹងកម្លាំងបានធ្វើការចោះមកណែនាំបងប្អូនចំនួន4នាក់ធ្វើការណែនាំកុំឲ្យលេងបាទប៉ាត់ម្សៅគប់ទឹកមុនថ្ងៃណាបាទព្រោះអីអត់ទាន់ដល់ថ្ងៃទេហើយនាំគ្នាលេងបាត់ទៅហើយបាទប្រិមិត្តឥឡូវប្រិមិត្តចង់ព័ត៌មានកាន់តែច្បាស់បាទសូមទស្សនាបន្តជុំវិញករណីខាងលើនេះច្រើនយើងតាមអត់ទាន់ទេព្រោះកម្លាំងមានរត់ទៅតាមទៅដល់នោះហ្មងអូបានមកមួយទៀតបាទឥឡូវនេះថ្ងៃនេះពេលនេះក៏ធ្វើការអប់រំសិនផងដែរណែនាំអប់រំពួកគាត់បាទហ្នឹងហើយកុំឲ្យមានថ្ងៃក្រោយទៀតព្រោះចូលឆ្នាំគេមានទីតាំងនៅក្នុងរាជធានីភ្នំពេញគេមានទីតាំងសម្រាប់គេលេងគឺវត្តភ្នំតែគេមានថ្ងៃរបស់គេពីថ្ងៃ12ដល់ថ្ងៃ16ចឹងឲ្យបងប្អូនទៅលេងនៅទីហ្នឹងបានមិនមែនឲ្យលេងតាមផ្លូវសាធារណៈឯងវាអាចប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរនៅតាមដងផ្លូវបាទយើងសប្បាយខុសរឿងអាហ្នឹងចូលសប្បាយខុសរឿងពេលគ្រោះថ្នាក់បាត់បង់ជីវិតអ្នកណាទទួលខុសត្រូវសួរឥឡូវបងប្អូនហ្នឹងមានអីទទួលខុសត្រូវអត់ទេមែនទេហ្នឹងហើយចឹងឈប់ថ្ងៃក្រោយបើចង់ទៅលេងវត្តភ្នំបងប្អូនទៅលេងបានដល់ថ្ងៃមើល Facebook គេផុសហើយពីថ្ងៃ13ថ្ងៃ12ដល់ថ្ងៃ16ណាថ្នាក់ដឹកនាំក៏យកចិត្តទុកដាក់ដែរក្រសួងពាក់ព័ន្ធក៏គេផុសដែរយើងអាចទៅលេងបានទេបើលេងបងប្អូនឯងលេងយប់ឡើងលេងមើលម៉ោង7:03ហើយនាំគ្នាគប់ទឹកហើយមើលពេញទៅផ្លូវនោះសិតទឹកដឹងស្មោងបាទ
lên hay cứ đo kê thế nó Bây na muốn mình toán đo ngay thử lên tiếp vào nó Nó toán đo ngay. Đất ấy tiếp rồi. Vừa ngày nay mới đôi tầm ngày 4. Ba ngày 4. Nó ngày 7. Ngày 7. Toán đo ngay lên vòng bật xây bật sai mình phải Ngày 4 ngàyទៀត 4 ngày sau hay dừng lên cái lên kho cột đai đây tụ bây đo ngay dừng lên rồi thử cái chạp đây nè của Việt trong cột đai để kia thử lên cột đai để kia đã dừng lên cứ vọt nôm hay đo ngay ôn mà lên là nó cả cái chạp này ai ta vừa nãy hiện lên cái chạp mỏng của Việt kho cột đai để kia đã dừng lên chân dừng thử group map hay mưa dụ tầm ở toàn thấy mà này à ngọt anh nha ta lên bike kia ta tia sầm hé nè ọt lên to tiết này អូនបងសុំសួរបន្តិចមកអូនឯងចេញពីណាទៅណាវិញ ខ្ញុំចាញ់មកភាសាកណ្ដាលមកហ្នឹងគេគប់ទឹកមកដល់ខ្ញុំដែរមកដឹងអីយើង ហើយយប់ស្មានហ្នឹងអត់ដេកអត់ពួនហើយនាំគ្នាចេញមកក្រៅគប់ទឹកគប់អី ពេលហ្នឹងខ្ញុំនៅសាកណ្ដាលខ្ញុំជិះមកវត្តតុំហ្នឹងតែដឹងមិនគេគប់ទៅដល់ខ្ញុំដែរបណ្ដោយ ហើយអត់ចេះខ្លាចគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹងហ៎ ខ្ញុំអត់បានគប់ទឹកទេគ្រាន់គេគប់ខ្ញុំឡើងតាមជោគបាត់ហើយ បានគប់ទេតែទៅលេងដែរ អត់លេជិះមកហ្នឹងខ្ញុំជិះមកពីសាកណ្ដាលមកវត្តតុំ ហើយឈ្មោះអីដែរ ឈ្មោះយ៉ាង អាយុប៉ុន្មានហើយ 18 ហើយរាល់ថ្ងៃហ្នឹងនៅធ្វើការឬក៏រៀន ធ្វើការ ធ្វើការដែរ ធ្វើការអង្គចាក់ ធ្វើការអប់រំណាលឹកក្រោយកុំធ្វើអញ្ចឹងទៀតពេលខ្លះយើងលេងសប្បាយទៅប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹងណាគាត់ល្អិលថង់ល្អិលអីព្រួយមើលដូចឃើញចាក់ស្ដែងនៅលើផ្លូវប្រសេប្រសាចដេញគប់គ្នាជិះម៉ូតូមើលអញអញៃពេញអាហ្នឹងហើយដល់ពេលប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមហ្នឹងគ្រោះថ្នាក់ដល់គាត់អ្នកណាអ្នកទទួលខុសត្រូវមិនអញ្ចឹងដែរហ្នឹងហើយ គេដាក់គប់ខ្ញុំជិះមកថាទីបរហើយទៅផ្ទះទៅពេលនេះគេគប់យកខ្ញុំឈប់ហ្នឹងគេគប់ត្រូវឡើងទួហើយ មិនគោលបំណងចង់ទៅលេងទេ អត់ទេមកហ្នឹងទីបរតា ហ្នឹងហើយអញ្ចឹងអរគុណដល់ក្រោយកុំអញ្ចឹងទៀតចាំមើលដល់ថ្ងៃចូលឆ្នាំហ្មងចូលឆ្នាំចាំលេងអាហ្នឹងសប្បាយហ្មងទាំងអស់គ្នាលេងមុនថ្ងៃចូលឆ្នាំណាប្រិមិត្តព្រោះអីថ្ងៃនេះទឹមតែឆ្លងចូលថ្ងៃ8ទេបាទប្រិមិត្តនៅសល់ប្រហែលថ្ងៃទៀតនោះបាទបានចូលឆ្នាំប្រពៃណីជាតិខ្មែរណាហើយបាទបងប្អូនហ្នឹងបាទនាំគ្នាលេងមុនថ្ងៃតែម្ដងបាទមានទាំងថង់មានទាំងម្សៅបាទអាលេងមកកន្លែងអាមកជុំណាបាទងុំជិះបដិញគ្នាតែម្ដងបាទបដិញដឹងគប់គ្នាបាទហើយមិនមែនតិចម៉ូតូណាបាទ20 30ម៉ូតូអីក៏មានដែរបាទប្រិមិត្តហើយគប់ថង់អីបាទគឺរត់រាយពេញតែផ្លូវតែម្ដងហើយបើប៉ះបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរបាទតាមដងផ្លូវនេះសួរថាពេលដែលគាត់ល្អិលបាទល្អិលដួលហ្នឹងសួរថាអ្នកណាអ្នកទទួលខុសត្រូវបាទប្រិមិត្តបន្ទាប់ពីនាំគ្នាលេងគប់ទឹកយ៉ាងសប្បាយរីករាយដល់ខ្លួនឯងណាអត់មានគិតថាអ្នកដតីគ្រោះថ្នាក់ណាប្រិមិត្តបងប្អូនដែលជាក្មេងស្ទាវក៏ដូចជាក្មេងទំនើបដែលបានធ្វើសកម្មភាពលេងគប់ទឹកបាទប៉ាតម្សៅមុនថ្ងៃចូលឆ្នាំខ្មែរបាទប្រិមិត្តដោយបាទគាត់ធ្វើសកម្មភាពជិះម៉ូតូបាទប្រសេប្រសាចមានប៉ាក់មានពួកមានទាំងថង់មានទាំងទឹកបាទអាថង់ហ្នឹងគឺយកច្រកទឹកហ្នឹងគឺដេញគប់គ្នាផ្ទាល់តែម្ដងបាទប្រិមិត្តអាលេងមកកន្លែងមកជុំឯងងុំគឺជិះម៉ូតូបាទបណ្ដេញគ្នាបាទគប់គ្នាទៅវិញទៅមកបាទបកទៅជាអាណាធិបតេយ្យណាប្រិមិត្តបាទពេលដែលគាត់ធ្វើសកម្មភាពទាំងអស់នេះបាទសួរថាពេលដែលបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវនេះសួរថាបើសិនជាគាត់មានគ្រោះថ្នាក់តើអ្នកណាជាអ្នកទទួលខុសត្រូវបាទប្រិមិត្តមើលទៅដូចជាសបាយដល់ហើយបាទអត់មានខ្វល់ពីប្រជាពលរដ្ឋឬក៏បងប្អូនដទៃទៀតដែលគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវនេះហើយដូចឃើញជាក់ស្ដែងបាទនៅតាមដងផ្លូវហ្នឹងគឺសុទ្ធតែថង់តែម្ដងបាទប្រិមិត្តគឺរប៉ាត់រប៉ាយរត់រាយពេញតែផ្លូវតែម្ដងហើយទឹកវិញគឺជោគពេញផ្លូវតែម្ដងបាទហើយគប់គ្នាអត់មានខ្វល់អីទេបាទបាទអង្គតែខ្លួនឯងមកលេងទៅសុបាយអត់ខ្វល់ពីបាទអ្នកដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបាទកម្លាំងគណៈបញ្ជាការឯកភាពហ្នឹងក៏ធ្វើការចោះណែនាំបងប្អូនចំនួន4នាក់ដោយមុននឹងយើងធ្វើការសាកសួរហ្នឹងគឺថាមកហូមបបាទប្រិមិត្តមកហូមបនៅវត្តបទុមតែមិនដឹងជាយ៉ាងម៉េចទេមិនដឹងថាគាត់ចង់លេងគាត់ជ្រួជ្រើមដែរឬក៏យ៉ាងណាបានជិះទៅមកដុំខាងសាកដាលណាប្រិមិត្តដោយគោលដៅដែលបងប្អូននាំគ្នាលេងទឹកហ្នឹងគឺនៅម្ដុំសាកដាលបាទប្រិមិត្តនាំគ្នាប្រមូលផ្ដុំគ្នាប៉ាតម្សៅគប់ទឹកផ្លោងដូចអីចឹងបាទប្រិមិត្តគប់ចោះគប់ឡើងបាទហើយសម្រាមវិញគឺពីសវាពីសកាលតែម្ដងដូចឃើញចាក់ស្ដែងបាទប្រិមិត្ត
មិនទាន់ដល់ថ្ងៃចូលឆ្នាំផងហើយនាំគ្នាលេងបាត់ទៅហើយបាទប្រិមិត្តអញ្ចឹងយើងសំណូមពរខ្លាំងមែនទែនបាទទៅដល់មានសមត្ថកិច្ចដែលពាក់ព័ន្ធសូមជួយចោះពិនិត្យមើលនិងធ្វើការអប់រំណែនាំបងប្អូនដែលជាក្មេងៗដែលគាត់បានធ្វើសកម្មភាពលេងគប់ទឹកគេសិតតែមានតែកន្លែងលេងរបស់គេឲ្យត្រឹមត្រូវបាទដល់ថ្ងៃចាំលេងចាំសប្បាយចោះកុំលេងមុនថ្ងៃអញ្ចឹងបាទប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវនេះសូមតាមដានបន្តជុំវិញករណីខាងលើនេះបាទ